บางปอนอะไรนี่ชมบาดเมียสาราจะรวมជាមួយនឹងបងពីទូបានធ្វើការយកជ្រូកពីក្បាលដើម្បីមកចាត់ចែងជូនបងប្អូនភៀសខ្លួនពីកតំបន់ដែលកំពុងតែលឺនៅស្នូផ្ទុះហើយចាត់ចែងតាមលទ្ធភាពបងប្អូនណាអញ្ចឹងសង្ឃឹមថាអាដាមលោកជំទាវអ្នកអុកញ៉ាដែលមានថវិកាមេត្តាបន្តជួយតំបន់ដែលខ្ញុំកំពុងតែយកមកចែកនេះគឺជាតំបន់ដែលរាំងក្តៅអញ្ចឹងហើយមិនសូវមានអ្នកណាដែលហ៊ានមកដល់ទេហើយខ្ញុំជាអ្នករាយការណ៍នៅតំបន់កំពុងតែក្តៅស្រាប់ក៏ធ្វើការឆ្លៀតនឹងយកនៅអំណោយមួយចំនួនដូចជាជ្រូកដូចជាអីនេះយកមកជូនគាត់ទៅដើម្បីផ្ដោះផ្ទាល់បាទពេលខ្លះអាចផ្ដោះផ្ទាល់បានមួយគ្រាដែរបងប្អូនណាបងប្អូនបានឃើញហើយគឺច្រើនមែនតើដូចបានឃើញនៅក្នុងរូបភាពនេះអញ្ចឹងមិនមែនតិចគ្រួសារទេដែលគាត់ភេទខ្លួនមកទីនេះហើយបើតាមព័ត៌មានដែលខ្ញុំទទួលបានឮថាមិនដែលមានអ្នកណាយកមកដល់កន្លែងគាត់ទេព្រោះថាកន្លែងគាត់ដែលភេទខ្លួននេះគឺឆ្ងាយដាច់ស្រយាលមែនតែម្ដងបងប្អូនដាច់ស្រយាលមែនតែម្ដងអញ្ចឹងសង្ឃឹមថានឹងមានអាដាមលោកជំទាវលោកអង្ញាអ្នកអង្ញាមេត្តាជួយចូលរួមបន្តបន្ទាប់នៅក្នុងការឧបត្ថម្ភនៅអំណោយឬមួយក៏របស់របរអីផ្សេងជូនទៅដល់ពួកគាត់ខ្ញុំនឹងនាំយកមកផ្ទាល់ម្ដងទៀតបងប្អូនជាទីមេត្រីចង់ដឹងច្បាស់យ៉ាងណាយើងជួបជាមួយនឹងបងប្រុសដែលគាត់គឺជាអាជ្ញាធរមួយរូបដែរនៅក្នុងភូមិនេះភូមិដែលប្រជាពលរដ្ឋភៀសខ្លួននេះជំរាបសួរអ៊ំមានអាចស្ទាបស្ទង់ប៉ានស្មានដឹងទេថាតើបរិមាណនៃការភៀសខ្លួនមកនេះប្រមាណអ្នកដែរជំរូនបងប្អូនប្រជាពលរដ្ឋដែលភៀសខ្លួនមកកន្លែងសុវត្ថិភាពនេះប្រហែលជាជាង100ជិត100គ្រួសារដែរជិត100គ្រួសារបាទជិត100គ្រួសារកន្លងមកដែលមានបងប្អូនលោកអុកញ៉ាលោកជំទាវឬមួយក៏អ្នកដែលធ្វើកម្មវិធីសប្បុរសធម៌ណាយកអំណោយឬមួយក៏យករបស់របរអីមកចែកចាយដល់នេះទេបងតែមានទេតែមានទេតែពេលនេះដោយមូលហេតុដែលគេមិនយកមកដោយសារតែទីតាំងហ្នឹងគឺជាទីតាំងដែលក្តៅឬមួយក៏យ៉ាងណាចេះគេថ្នាក់ស្រុកថ្នាក់ខេត្តគាត់ឲ្យទៅរស់នៅក្នុងជំរំជនភៀសសឹកបើបងប្អូនដែលមនុស្សចេះគឺមិនបានណយបានសម្ភារៈអីទេបាទនេះជាកន្លែងភៀសខ្លួនដែរប៉ុន្តែជាការភៀសខ្លួនដោយខ្លួនគាត់រកកន្លែងឆ្ងាយរបស់គាត់មិនមែនទៅភៀសខ្លួនទៅកន្លែងតំបន់ជនភៀសសឹកដែលអាជ្ញាធរគាត់រៀបចំឲ្យទេអត់ទេអានេះគាត់និយាយថាកិច្ចពីភូមិមកឲ្យផុតពីភូមិខ្លាចក្របផ្លងខ្លាចប៉ាល់បាញ់ក្នុងភូមិបាទគាត់កិច្ចឲ្យផុតពីឆ្ងាយពីភូមិតែមានន័យថាកន្លែងដែលគាត់នៅនេះមិនទាន់មានអ្នកណាដែលយកអំណោយមកដល់ទេបងណាមិនទាន់មានទេអញ្ចឹងក្នុងនាមអ៊ំជាអាជ្ញាធរឬមួយក៏បើយើងនិយាយទៅស្មើជាមេដាបេដាមួយរូបនៅសម្រាប់ប្រជាពលរដ្ឋនៅទីនេះតើអ៊ំមានអីស្នើសុំទៅដល់មហាជនទេសូមប្រសិនបើគាត់មានថវិកាអាចនឹងបន្តជួយបន្តទៀតទេចេះខ្ញុំសំណូមពរដល់សប្បុរសជនដូចជាអាជ្ញាធរគ្រប់ចន្ទថ្នាក់បើមានជាសម្ភារៈមានជាអីគឺសូមផ្ដល់ឲ្យជាពលរដ្ឋខ្ញុំដែលគិតពេលខ្លួននៅក្នុងព្រៃជាបន្តទៀតបាទនឹងក្នុងនាមយើងជាអាណាជាប្រាយើងជម្រាបប៉ុណ្ណឹងបាទអរគុណច្រើនបាទអរគុណបងប្អូនជាទីមេត្រីបានស្ដាប់ឮហើយអ៊ំប្រុសដែលគាត់បើយើងនិយាយទៅជាអាញាធរម្នាក់នៅក្នុងភូមិដែលភៀសខ្លួននេះយើងមិនអាចប្រាប់ថាភូមិអីឃុំអីទេក៏ប៉ុន្តែគាត់គឺជាអាញាធរមួយរូបដែរអញ្ចឹងគាត់បានស្នើសុំថាប្រសិនជាអាចមេត្តាជួយចាត់ចែងនៅរបស់របរឬមួយក៏អំណោយផ្សេងមកដល់ប្រជាពលរដ្ឋរបស់គាត់ផងដោយសារទីកន្លែងនេះមិនមែនថាអាញាធរមិនគិតគូរទេគាត់គិតគូរដែរប៉ុន្តែគិតគូរមិនដល់ដោយសារតែប្រជាពលរដ្ឋនៅទីនេះគាត់អត់ភៀសខ្លួនទៅកន្លែងជំរំជនពិសិដ្ឋទេគាត់ភៀសខ្លួនមកមានន័យថានៅក្នុងព្រៃឲ្យតែបាត់ពីភូមិណាព្រោះនៅភូមិពេលខ្លះវាលឺអញ្ចឹងទៅគាត់ក៏ស្រាវអញ្ចឹងទៅគាត់ក៏មិនដែរបាទមិនដែរដោយសារគាត់ទៅជំរំជនពិសិដ្ឋហាក់បីដូចវាច្រើនពេកវាពិបាកនៅក្នុងការសម្រាកចុះមួយចុះពីរអញ្ចឹងទៅគាត់ក៏ភៀសខ្លួនមកទីហ្នឹងអញ្ចឹងខ្ញុំមិនមានអីច្រើនទេដោយខ្ញុំបានជម្រាបជូនពុកម៉ែបងប្អូនអស់ហើយអញ្ចឹងបើសិនបើពុកម៉ែបងប្អូនមាននៅថវិកាអាចជួយបន្តនៅក្នុងការឧបត្ថម្ភខ្ញុំបាទមាសសារ៉ារហ័សនាមមាត់រហ័សសម្ដីត្រង់នឹងធ្វើការនាំយកនៅអំណោយផ្សេងមកជូនពួកគាត់ជាបន្តទៀតផងដែរបងប្អូនជាទីមេត្រីខ្ញុំបាទមាសសារ៉ារហ័សនាមមាត់រហ័សសម្ដីត្រង់សូមធ្វើការបញ្ចប់នៅសេចក្តីរាយការណ៍ជូនពុកម៉ែបងប្អូនតែប៉ុណ្្នឹងសូមអរគុណ